ស្វាគមន៍មកកាន់អពីដ្រាម៉ា KA ថ្ងៃនេះយើងនឹងសម្ដែងរឿងដ៏អស្ចារ្យមួយដែលមានចំណងជើងថាការដេប៉ារឿងនេះត្រូវបានចាប់ផ្ដើមដោយនារីវ័យក្មេងម្នាក់ដែលមានជំនាញដេប៉ាយ៉ាងអស្ចារ្យស្នាដៃរបស់នាងមានភាពល្បីល្បាញរហូតដល់មនុស្សជាច្រើនបានកត់សរសើរនាងប៉ុន្តែនៅពីក្រោយទេពកោសល្យដ៏អស្ចារ្យនោះគឺជាអាថ៌កំបាំងដ៏ធំមួយដែលនាងបានលាក់បាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយថ្ងៃមួយជីវិតរបស់នាងបានផ្លាស់ប្ដូរទាំងស្រុងនៅពេលដែលនាងត្រូវបានទាញចូលក្នុងជម្លោះដ៏គ្រោះថ្នាក់មួយមនុស្សដែលនាងធ្លាប់ចូលចិត្តចាប់ផ្ដើមបង្ហាញមុខពិតរបស់ខ្លួនមិត្តខ្លាចជាសត្រូវហើយសត្រូវវិញហាក់ដូចជាកំពុងលាក់បាំងអ្វីមួយនៅពីក្រោយខ្នងទីក្រុងជីងឈៀវរលួយនេះពិភពលោកដ៏ពុករលួយនេះអូលៀនអ្នកបានដកហូតអត្តសញ្ញាណពិតរបស់ខ្ញុំហើយបំផ្លាញអ្វីៗគ្រប់យ៉ាងរបស់ខ្ញុំអ្នកបានបង្ខំឲ្យខ្ញុំគ្មានកន្លែងនិយាយការពិតគ្មានកន្លែងតវ៉ាអ្នកជាមនុស្សក្បត់ស្នេហាអ្នកបានបោះបង់កិត្តិយសរបស់ខ្ញុំដោយសារតែការរៀបការអ្នកបានធ្វើឲ្យទីក្រុងចិនសៀវអាប់អន់អូលៀនខ្ញុំអង្វរអ្នកសូមជួយនាងផងអូលៀនបើអ្នកចង់ស្លាប់គួរស្លាប់ឲ្យឆាប់ទៅអ្នកបានធ្វើឲ្យគ្រួសារយើងអាម៉ាស់ណាស់អូលៀនអ្នកបានបំផ្លាញភាពបរិសុទ្ធរបស់ខ្ញុំនិងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្ញុំនឹងស្បត់ថាខ្ញុំនឹងប្រើឈាមរបស់ខ្ញុំដើម្បីដាក់បណ្ដាសាឲ្យអ្នកស្លាប់ហើយប្រើការស្លាប់របស់ខ្ញុំដើម្បីបញ្ចប់អ្វីៗទាំងអស់នៅក្នុងពិភពលោកនេះអូលៀនទោះបីខ្ញុំស្លាប់ក៏ដោយខ្ញុំមិនអត់ឱនឲ្យអ្នកឡើយខ្ញុំលេងរូឡាននឹងត្រឡប់មកសងសឹកអ្នកវិញខ្ញុំនឹងបញ្ជូនអ្នកទៅនរកតើអ្នកធំក្លិនក្រអូបរបស់នារីទេរាងកាយហ្វីនិចមានតម្លៃជាងក្លិនក្រអូបនោះទៅទៀតឥឡូវនេះរាងកាយហ្វីនិចនេះមានតម្លៃលើសអ្វីៗទាំងអស់ទោះវាមានតម្លៃប៉ុណ្ណាក៏ដោយវាអាចជាកម្មសិទ្ធិរបស់ខ្ញុំតែម្នាក់ប៉ុណ្ណោះចំណែកឯអ្នកនឹងរស់នៅក្នុងទីក្រុងចិនសៀវជារៀងរហូតខ្ញុំអូលៀនចូលមកគុណអ្នកដល់ពេលទទួលរង្វាន់របស់អ្នកហើយទៅយកវាចុះ3ឆ្នាំកន្លងផុតទៅហើយទីក្រុងចិនសៀវនៅតែជាស្រុកកំណើតរបស់ខ្ញុំអូលៀននឹងប្រើអំណាចនៃរាងកាយហ្វីនិចដើម្បីតបស្នងគុណទីក្រុងនេះថ្ងៃនេះខ្ញុំនឹងប្រកាសឲ្យទីក្រុងចិនសៀវក្លាយជាផ្ទះប៉ាក់លេខ1ខ្ញុំសូមជូនពរភរិយារបស់ខ្ញុំអូថងនិងកូនប្រុសរបស់ខ្ញុំជីនយន់ឲ្យមានសុភមង្គលជារៀងរហូតសូមអរគុណព្រះអង្គម្ចាស់ខ្ញុំអូលៀនសូមជូនពរដល់ជាងប៉ាទាំងអស់ឲ្យមានសេចក្តីសុខនិងជោគជ័យអូលៀនលេងរូឡានដែលបានស្លាប់នៅទីនេះកាលពី3ឆ្នាំមុនកំពុងត្រឡប់មកវិញហើយថ្ងៃនេះលេងរូឡាននឹងលួនចេញពីនរកដើម្បីនាំយកសេចក្តីស្លាប់មកឲ្យអ្នកលោកអូលៀនកាលពី3ឆ្នាំមុនជាងប៉ារបស់អ្នកលេងរូឡានតើអ្នកនៅចាំនាងទេលាវសិងតើអ្នកចង់មានន័យអ្វីថ្ងៃនេះគឺជាថ្ងៃគម្រប់ខួបមរណភាពរបស់រូឡានក្នុងនាមជាមិត្ត
ស្និទ្ធបំផុតរបស់នាងអ្នកនៅតែមានអារម្មណ៍សប្បាយចិត្តនៅទីនេះទៀតឬនេះគឺជាកន្សែងដៃរបស់លេងរ៉ូឡានកន្សែងដៃរបស់លេងរ៉ូឡានអូរ៉ានខ្ញុំចងចាំគ្រប់អំពើអាក្រក់ដែលអ្នកបានធ្វើខ្ញុំនឹងតាមដានអ្នករហូតដល់ថ្ងៃដែលអ្នកត្រូវទទួលទោសនាងជានរណាហេតុអ្វីមុខនាងសាំភ្នែកម្លេះព្រះនាងមានបញ្ជាថ្ងៃនេះព្រះនាងតូចនៃគ្រួសារព្រះអង្គម្ចាស់ឆេងអ៊ិននឹងយ៉ាងមកលោកអូសូមចូលទៅជួយរៀបចំសម្លៀកបំពាក់ឲ្យព្រះនាងផងបងស្រីសូមអរគុណបងស្រីយើងមិនបានជួបគ្នាជាង10ឆ្នាំហើយបងស្រីរ៉ូហេងបងនឹកខ្ញុំទេបងនឹកឯងគ្រប់ពេលវេលាខ្ញុំបាននាំត្បូង2ដងមកពីឪពុកដើម្បីជូនបងកាលពីក្មេងយើងធ្លាប់និយាយថាពេលធំឡើងយើងនឹងរៀបការជាមួយបុរសតែម្នាក់ឥឡូវនេះវាបានក្លាយជាការពិតហើយម៉ាបាននិយាយថាផ្ទះប៉ាយ៉ានអ៊ូបើនោះមិនមែនជាផ្ទះនោះមិនមែនជាសិប្បករបកលេខ1នៃទីក្រុងចិនឈៀវទេឬមិនហើយគឺគាត់នោះឯងថ្ងៃនេះគាត់បានដេបសម្លៀកបំពាក់ថ្មីមួយសម្រាប់ព្រះនាងលោកអូបានមកដល់ហើយខ្ញុំគឺអូលានម្ចាស់ផ្ទះប៉ាខ្ញុំមកបោះខ្នាតសម្លៀកបំពាក់សម្រាប់ព្រះនាងស្បែកមុខរបស់ព្រះនាងរបួសហើយតើលោកខ្លាចខ្ញុំឬទេតើមុខរបស់ខ្ញុំធ្វើឲ្យលោកនឹកឃើញនរណាម្នាក់ឬព្រះនាងកំពុងលេងសើចហើយខ្ញុំគ្មានមិត្តចាស់ណាទេអូខ្ញុំគិតថាលោកមើលទៅដូចជាមានកំហុសក្នុងចិត្តណាស់ប្រយ័ត្នបើអ្នកវាស់មិនបានត្រឹមត្រូវខ្ញុំនឹងកាត់ដៃអ្នកចោលព្រះនាងខ្ញុំដឹងទំហំរបស់ព្រះនាងរួចហើយខ្ញុំសូមលាហើយអូលៀននេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះខ្ញុំនឹងតាមអ្នកដូចជាវិញ្ញាណអាក្រក់បំណុលគ្រប់យ៉ាងដែលអ្នកជំពាក់ខ្ញុំនឹងទារមកវិញទាំងអស់នាងបានត្រឡប់មកវិញហើយ